ជាមានបានចំណូលស្អីពីផលហ្នឹងអញ្ចឹងពួកនេះវាមានយើងទទួលស្គាល់ថាវាយកលុយនឹងមកលាងសម្អាតនៅក្នុងប្រទេសកម្ពុជាមានតាមរយៈដើម្បីពង្រីកសកម្មភាពនេះតទៅទៀតហើយក៏លាងសម្អាតហើយមានទាំងលុយខ្មៅលុយសអញ្ចឹងអាត្រង់នេះដែលយើងមិនឲ្យវារួចទៅនឹងសំណាញ់ច្បាប់របស់កម្ពុជាទេត្រូវតែធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ស្វែងរកទ្រព្យដែលបានពីផលនៃបទល្មើសនេះហើយយកមករឹបអូសជាសម្បត្តិរដ្ឋឬក៏ជួយដល់អ្នកដែលរងគ្រោះ